នេះគឺជាស្ដេចសៀមដែលបានច្បាំងយកបន្ទាយលង្វែករបស់ខ្មែរហើយស្ដេចសៀមអង្គនេះព្រះនាមថានរ៉េនសូឬអង្គដាំដែលជាស្ដេចរមិលគុណព្រះរាជាខ្មែរដែលធ្លាប់បានជួយច្បាំងជាមួយភូមាកាលពីជាង400ឆ្នាំមុនស្ដេចអង្គនេះហើយដែលបានលើកទ័ពមកវាយក្រុងលង្វែកបែកគ្មានសល់នៅឆ្នាំ1594ក្នុងរាជស្ដេចខ្មែរព្រះបាទជ័យជេដ្ឋាទី1ដែលទ្រង់សោយរាជ្យចាប់ពីឆ្នាំ1576ដល់ឆ្នាំ1594ដោយស្ដេចអង្គនេះបានធ្វើឲ្យអាណាចក្រខ្មែរងើបមុខlênរួចបាក់ស្បាត់មិនអាចមានលទ្ធភាពវិដណ្ដើមយកទឹកដីដែលបានបាត់បង់មកវិញបានជារៀងរហូតអញ្ចឹងនៅក្នុងវីដេអូនេះបងប្អូនទាំងអស់គ្នានឹងបានដឹងនូវសាច់រឿងនៃជ្រុងមួយរបស់ប្រវត្តិសាស្ត្រប្រទេសកម្ពុជានិងប្រទេសសៀមក្សត្រសៀមអង្គនេះព្រះនាមនរ៉េនសូឬអង្គដាំជាស្ដេចរមិលគុណព្រះរាជាខ្មែរដែលធ្លាប់បានជួយហើយក៏បានយកក្បួនពិជ័យពីលង្វែកនិងទ្រព្យសម្បត្តិជាច្រើនហើយក៏ជាស្ដេចដែលបានប្រមាថមើលងាយខ្មែរដោយកាត់ក្បាលចៅពញាលង្វែកយកឈាមលាងជើងនៅពុទ្ធសករាជ2137នេះបើយោងតាមឯកសារមួយចំនួនរបស់ថៃខ្លួនឯងដែលបានស្រាវជ្រាវបង្ហាញថារឿងរ៉ាវទាក់ទងនឹងការប្រហារជីវិតស្ដេចខ្មែរក្នុងព្រះរាជពង្សាវតារសៀមសម័យអយុធ្យានេះគឺមានភាពមិនប្រក្រតីខុសឆ្ងាយអំពីភស្តុតាងឯកសារប្រវត្តិសាស្ត្រនានាទាំងឯកសារខ្មែរទាំងឯកសារបរទេសព្រមទាំងឯកសាររបស់ថៃខ្លួនឯងផ្ទាល់ហ្នឹងគឺខុសអំពីឯកសារប្រវត្តិសាស្ត្ររបស់ខ្មែរដែលនៅក្នុងរាជពង្សាវតារខ្មែរគ្រប់ដំណាទាំងអស់គឺបាននិយាយថាព្រះសត្ថាទី1ទ្រង់បានយាងទៅភាគខាងជើងនៃប្រទេសដែលជាប្រទេសឡាវនឹងងាកមកស្ដេចនរ៉េនសូវិញទ្រង់ជាស្ដេចនៃនគរអយុធ្យាគ្រិស្តសករាជ1590ដល់1605ស្ដេចនរ៉េនសូឬនរ៉េនសួនជាក្សត្រដែលខ្លាំងពូកែខាងធ្វើសឹកសង្គ្រាមណាស់ហើយក៏ជាក្សត្រដែលជនជាតិសៀមគោរពជាទីបំផុតទ្រង់ជាបុត្រាច្បងនៃស្ដេចព្រះមហាធម្មរាជានិងសម្ដេចក្សត្រីជលចក្រទី2ហើយត្រូវជារាជណាត់តានៃសម្ដេចចក្រពត្តិនិងម្ចាស់ក្សត្រីសូរិយោទ័យនៃក្រុងអយុធ្យាហើយទ្រង់ក៏ទទួលបានជ័យជំនះលើសត្រូវក្នុងសមរភូមិដំរីដែលជាសមរភូមិមួយទល់នឹងមួយនៅលើខ្នងដំរីជាមួយភូមាផងដែរហើយព្រះបរមរូបនេះត្រូវបានគេដាក់តម្កល់នៅឧទ្យានរាជភ័ក្ត្រជាក្រុងបាងកកនៅក្នុងពាក់កណ្ដាលសតវត្សទី16អយុធ្យាត្រូវបានរងការគំរាមកំហែងពីសត្រូវធំពីរគឺទី1នគរហង្សវតីឬក៏ហង្សវឌីនឹងនិងទី2គឺនគរលង្វែកដែលបានវាយពង្រីកទឹកដីមកកាន់កាប់ឥតឈប់ឈរតែជាអកុសលអយុធ្យាត្រូវបានរាតត្បាតដោយនគរហង្សវតីរហូតឡោមព័ទ្ធទីក្រុងនិងបានដុតកំទេចចោលរៀបដល់ដីជាមួយនឹងការសម្លាប់ក្សត្រញាតិវង្សចោលស្ទើរតែទាំងស្រុងនាឆ្នាំ1569ពួកកងទ័ពបានគៀប្រជាជនអយុធ្យាជាមួយនឹងអាដាមដែលជាជនជាតិសៀមទៅជាមួយផងដែរក្រោយមកអាដាមបានរត់គេចពីនគរហង្សវតីមកអយុធ្យាវិញដោយបានធ្វើសង្គ្រាមប្រឆាំងរួមដៃជាមួយពួកសៀមសុខោទ័យអរគុណដល់ផលិតផលទឹកយិនសិនម៉ាអ៊ីសម្រាប់បងប្អូនមានបញ្ហាសុខភាពឧស្សាហ៍វិលមុខស្រវាំងភ្នែកនឿយហត់អស់កម្លាំងធ្វើការងារធ្ងន់ស្ពឹកស្រពន់អាចជ្រើសរើសទឹកយិនសិនម៉ាអ៊ីយកទៅប្រើប្រាស់បានឱកាសល្អពីក្រុមហ៊ុន Free សេវាដឹកជញ្ជូនបងប្អូន25ខេត្តក្រុងទំនាក់ទំនងទិញតាមរយៈ Page EE Black 9និង Telegram ខាងលើនៅពេលដែលសង្គ្រាមចេះតែអូសបន្លាយជាមួយភូមាបែបនេះទើបនគរលង្វែកយើងនឹងដែលស្ថិតនៅក្នុងរាជស្ដេចពមេនតរាជាឬបរមរាជាដែលជាបុត្ររបស់ព្រះបាទអង្គចន្ទរាជានឹងក៏បានលើកទ័ពទៅជួយវាយដែរទើបធ្វើឲ្យស្ដេចសៀមបែកគំនិតចង់បង្កើតសន្តិភាពនៅភាគខាងកើតដោយបបួលស្ដេចខ្មែរយើងធ្វើសម្ព័ន្ធមិត្តបញ្ឈប់សង្គ្រាមនិងបកគលខេត្តខ្មែរចាស់ត្រឡប់មកវិញហើយពេលនរណាជួបសង្គ្រាមត្រូវទៅជួយច្បាំងហេតុនេះហើយទើបធ្វើឲ្យមានសន្ធិសញ្ញាមួយនៅក្នុងឆ្នាំ1575ក្រោយមកកងទ័ពភូមាបានមកគម្រាមកំហែងម្ដងទៀតទើបស្ដេចសៀមនឹងស្នើឲ្យព្រះរាជាខ្មែរយើងចូលទៅជួយក្នុងចម្បាំងជើងទឹកបើសិនជាបងប្អូនអត់ទាន់ដឹងទេប្រទេសភូមាបានវាយចូលទីក្រុងអយុធ្យាចំនួន2លើកលើកទី1នៅក្នុងឆ្នាំ1569និងលើកទី2នៅក្នុងឆ្នាំ1767អញ្ចឹងនៅក្នុងសមរភូមិចុងក្រោយសៀមហើយនិងខ្មែរយើងនឹងក៏បានយកជ័យជំនះលើកងទ័ពភូមាដោយការនោះស្ដេចខ្មែរសត្ថាទី1បានបញ្ជូនឧបរាជគឺព្រះស្រីសូរិយោទ័យដែលជាអ្នកដឹកនាំខ្មែរទៅនៅពេលជោគជ័យស្ដេចនរ៉េនសូបានមកជំរុំទ័ពដែលគ្រប់គ្នាសុទ្ធសឹងតែថ្វាយបង្គំទ្រង់លើកលែងតែព្រះបាទស្រីសូរិយោពណ៌ប៉ុណ្ណោះដែលមិនក្រាបសំពះព្រោះទ្រង់អាងថាជាដំណៀងស្ដេចឬជាសម្ព័ន្ធមិត្តហើយក៏បានធ្វើឲ្យស្ដេចនរ៉េនសូនឹងមានការខ្ញាល់យ៉ាងខ្លាំងហើយក៏ចិញ្ចឹមចិត្តចង់លេបយកទីក្រុងលង្វែករបស់ខ្មែរទៅនៅក្នុងឱកាសអំណោយផលស្របពេលដែលប្រទេសកម្ពុជាមានវិបត្តិរាជវង្សនៅលង្វែកកើតឡើងនៅពេលដែលស្ដេចសត្ថាទី1ផ្ទេររាជសម្បត្តិទៅឲ្យបុត្ររបស់ទ្រង់គឺស្ដេចជ័យជេដ្ឋាទី1ដែលមានព្រះជន្មត្រឹមតែ11វស្សានោះបានធ្វើឲ្យមានការថ្នាំងថ្នាក់ពីប្រជាជននិងមន្ត្រីជាច្រើនហើយបន្ទាយលង្វែកក៏ត្រូវបាត់បង់នៅក្នុងឆ្នាំ1594ទៅហើយទៅនេះគឺជាសាច់រឿងខ្លីមួយអំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា
ជាមួយនឹងសម្ព័ន្ធមិត្តថៃអញ្ចឹងបងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះសូមខមមិនមតិយោបល់បងប្អូននៅខាងក្រោមហើយជួបជាមួយខ្ញុំជឿនវណ្ណីនៅវីដេអូក្រោយសូមអរគុណអរគុណដល់ផលិតផលទឹកយិនសិនម៉ាអ៊ីសម្រាប់បងប្អូនមានបញ្ហាសុខភាពឧស្សាហ៍វិលមុខស្រវាំងភ្នែកនឿយហត់អស់កម្លាំងធ្វើការងារធ្ងន់ស្ពឹកស្រពន់អាចជ្រើសរើសទឹកយិនសិនម៉ាអ៊ីយកទៅប្រើប្រាស់បានឱកាសល្អពីក្រុមហ៊ុន Free សេវាដឹកជញ្ជូនបងប្អូន25ខេត្តក្រុងទំនាក់ទំនងទិញតាមរយៈ Page EE Black 9និង Telegram ខាងលើ